កម្ពុជាប្រកាសហើយថាបើយើងបិទអចិន្ត្រៃយ៍រហូតដល់ស្ថានភាពបើកដោយមុនថ្ងៃ7ដោយសារអីបងប្អូនប្រជាពលរដ្ឋគួរយល់ហើយសម្រាប់ប្រជាពលរដ្ឋខ្មែរប្រជាពលរដ្ឋថៃដែលប៉ះពាល់ដោយសាររឿងបិទនេះខ្ញុំសូមឲ្យយោគយល់មិនមែនកម្ពុជាទេជាអ្នកចាប់ផ្ដើមហើយសៅក៏មិនមែននៅកម្ពុជាដែរទី1កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមលេងល្បែងនេះទេហើយយើងមិនគិតថានេះជាល្បែងទេវិធានការបែបនេះគឺប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាងដែលយើងមិនប៉ុន្តែគេចាប់ផ្ដើមយើងត្រូវឆ្លើយតបអញ្ចឹងបើចង់បើកជាឯកតោភាគីទៅមិនបាច់មកចរចាទេមានលួចចរចាចង់ចេះថាបើមកតាមអ្នកនេះគេធ្វើសម្បត្តិតាមអ្នកនេះតើយើងធ្វើអត់ទេអត់មានលេងជាមួយទេព្រោះអីខ្ញុំមិនដឹងថាពីណាកាន់សោពិតប្រកបនៅព្រំដែននោះបាទព្រោះថ្ងៃ24ប្រមុខរដ្ឋាភិបាលថៃចេញមកថាបិទថ្ងៃ25គេទាញជាបិទល្ងាចថ្ងៃ25អ្នកនាំពាក្យក្រសួងការបរទេសរបស់ថៃចេញមកថាគេអត់បិទទេមានបិទណាចុះអាកាសែតផ្សាយលើពិភពលោកគ្រាន់តែប្រមុខរដ្ឋាភិបាលថៃចេញមកប្រកាសភ្លាមកាសែតទូទាំងពិភពលោកថាថៃបិទច្រកហើយពិភពលោកជាសាក្សីហើយអ្នកនាំពាក្យចេញមកនិយាយថាមានបិទណាបន្ទាប់មកទាហានថៃគឺបើកច្រកព្រំដែនបើកទ្វារតែមិនឲ្យមនុស្សចេញចូលទៅដែរមិនឲ្យឡានចេញចូលទៅដែរតើបើកនឹងបើកធ្វើអីបើកលំអឬមួយយ៉ាងម៉េចកម្ពុជាអត់លេងទេអាយដាមសុកវាសនាសួរខ្ញុំសម្ដេចឥឡូវគេបើកចឹងតើកម្ពុជាគួរបើកដែរទេកុំឲ្យគេថតមកថាយើងអាក្រក់ខ្ញុំថាវាសនាកម្ពុជាខ្មែរយើងអត់ចេះលេងញញៃបិទប្រាស់បិទតែម្ដងខ្មែរឲ្យចូលយើងទទួលថៃឲ្យចេញតែអ្នកផ្សេងតំណែងអីអត់ឲ្យចេញទេកម្ពុជាអត់លេងទេកម្ពុជាមិនមែនអ្នកលោតលេងទេកម្ពុជាមិនគិតថានឹងជាល្បែងលេងដូចបិទពួនដូចឆ្មាចាប់កដោទេប៉ុន្តែនេះជាវិធានការដែលប៉ះពាល់ទៅដល់ទំនាក់ទំនងប្រទេសទាំងពីរដល់ប្រជាជនទាំងពីរកម្ពុជាអត់លេងបិទពួនទេហើយកម្ពុជាសំលេងតែមួយពីលើដល់ក្រោមនាយករដ្ឋមន្ត្រីប្រកាសថាម៉េចថ្នាក់ក្រោមធ្វើអញ្ចឹងបាទហើយបើសិនជាមានបញ្ហាថ្នាក់លើនាយករដ្ឋមន្ត្រីអ្នកទទួលខុសត្រូវទៅលើអ្វីដែលយើងបញ្ជាមិនមែនដកខ្លួនតែមិនមែនខ្ញុំឯងខ្ញុំឲ្យសិទ្ធទៅអ្នកនេះហើយអត់ទេសូមតែបិទច្រកនៅជប់កគីនៅជាប់ខ្ញុំឲ្យបិទអាយដាមមានច័ន្ទយដាដាក់មកខ្ញុំសម្ដេចខ្ញុំសូមចេញត្រឹមលិខិតខេត្តបើមានខុសអីខុសខេត្តចោះកុំឲ្យប៉ះរដ្ឋាភិបាលខ្ញុំប្រាប់បងយដាខ្ញុំហៅគាត់បងព្រោះយើងស្គាល់គ្នាទួនាទីឬមួយប៉ុន្តែក្រែងខ្ញុំថាបងយដាខ្ញុំបញ្ជាខ្ញុំទូខុសត្រូវដាក់ខ្ញុំបញ្ជាភ្លាមនៅកម្ពុជាគ្មានពីណាធ្វើរឿងតាក់ទងប្រទេសជាតិបើគ្មានការឯកភាពពីនាយករដ្ឋមន្ត្រីទេដាក់ខ្ញុំបញ្ជាតែម្ដងខ្ញុំគ្មានបង្កើតគណៈកម្មការណាឲ្យសិទ្ធទៅអ្នកនឹងឲ្យទទួលខុសត្រូវទេគឺយើងអ្នកធ្វើឲ្យច្បាស់លាស់តែម្ដងហើយបើអ្នកធ្វើតាមបទបញ្ជារបស់យើងត្រូវចេញមុខការពារបាទមិនយករដ្ឋមន្ត្រីបកគលសិទ្ធឲ្យពូពាកបកគលសិទ្ធឲ្យគណៈបញ្ជាការឯកភាពជួមុខឲ្យខេត្តបិទបើកហើយយើងអត់ទួខុសត្រូវទេខ្ញុំអត់ដឹងទេមែនទេរបៀបរបបកម្ពុជាធ្វើបែបនេះតែដំលោកជាទីបងប្អូនជឿខ្មែរត្រង់គេថាខ្មែរត្រង់ខ្មែរមិនចោលក្បួនយើងធ្វើអីតាមក្បួនត្រង់ណាស់អញ្ចឹងគេលេងជាមួយអ្នកផលិតប្រឡប់អីផ្សេងទៅធ្វើអីធ្វើទៅយើងដាក់ក្បួនចំហឲ្យច្បាស់លាស់ទើបបានជោគជ័យបើមិនអញ្ចឹងសូម្បីតែប្រជាពលរដ្ឋយើងក៏បាត់ជំនឿមិនដឹងថាយើងហ៊ានអីហើយបើធ្វើមេដឹកនាំមិនហ៊ានទទួលខុសត្រូវតែយើងធ្វើអី